ចំនួនទឹកភ្លៀងរដូវប្រាំងជន់លិចទីប្រជុំជននៅវារិញខេត្តព្រះសីហនុចំនួនទឹកភ្លៀងរដូវប្រាំងមិនធ្លាប់មាននៅតំបន់ទំនាបក្នុងទីប្រជុំជនតំបន់វារិញនៅស្រុកព្រៃនប់ខេត្តព្រះសីហនុបន្ទាប់ពីមានភ្លៀងធ្លាក់ច្រើនកាលពីយប់ថ្ងៃទី10ខែមករាឆ្នាំ2023និងរំលងអត្រាឈានចូលថ្ងៃទី11ខែមករាឆ្នាំ2023នេះទោះជាយ៉ាងនេះក្តីមន្ត្រីមូលដ្ឋានបានប្រាប់ថាទឹកនេះនឹងជន់មិនយូរទេនឹងស្រកចុះទៅវិញលឿនហើយការជន់នេះដោយសារតែភ្លៀងធ្លាក់ផ្ទួនច្រើនពេកជាមួយគ្នានេះផងដែរអាជ្ញាធរក៏សូមការអធិស្ឋានពីសំណាក់ប្រជាពលរដ្ឋផងដែរសូមបញ្ជាក់ផងដែរថាកន្លងមកតាមការណែនាំរបស់លោកអ៊ីធរិនអភិបាលស្រុកព្រៃនប់ប្រព័ន្ធប្រឡាយមេសំខាន់សម្រាប់រំដោះទឹកចេញពីប្រជុំជនវារិញត្រូវបានមន្ត្រីមូលដ្ឋានឃុំបានស្ដារជាតិរួចហើយតែដោយសារតែមានអាកាសធាតុមានភ្លៀងធ្លាក់ខ្លាំងពេកទើបធ្វើឲ្យទឹកហូរមិនទាន់ហើយស្ថានភាពទឹកក៏មិនយូរនោះទេនឹងស្រកទៅវិញឆាប់ៗនេះផងដែរ